មេជួយមេជាងរោគរឿងនៅខាងក្រោមទាមទារចង់ជួបមេមិនជួបទេការរៀបចំពិព័រណ៍ម៉ាកយីហោអន្តរជាតិលើកនេះក្រុមហ៊ុនជាងគឺជាគូប្រជែងយើងហើយប្រាប់គាត់ទៅពេលដេញថ្លៃត្រូវចេះគេចមុខខ្លះនេះជាច្បាប់ជួយឡានគម្រោងលើកនេះពួកយើងសហការគ្នាទៅយកគម្រោងឯងបូកនឹងធនធានខ្ញុំឱកាសឈ្នះគឺមានច្រើនណាស់ស្ថានភាពក្រុមហ៊ុនជាងពេលនេះលោកឯងច្បាស់ហើយចាត់ទុកថាជួយខ្ញុំម្ដងទៅប្រាក់ចំណេញខ្ញុំយកតែ30ទេរឿងសហការគឺមិនអាចទេយើងប្រកួតគ្នាតាមសមត្ថភាពរៀងខ្លួនទៅអ្នកណាខ្លាំងអ្នកនឹងបានឡានយកយកដល់ខ្ញុំដែលធ្លាប់ចែកទ្រព្យ90ឲ្យឯងផងទៅនោះជាសំណងដែលលោកជំពាក់ខ្ញុំមិនមែនសកុនទេអញ្ជើញមិនជូនដំណើរទេគម្រោងរបស់មេជួយពិតជាអស្ចារ្យមែនអរគុណដល់ក្រុមហ៊ុនទាំងពីរសម្រាប់ការធ្វើបទបង្ហាញដ៏ល្អនេះឆ្លងកាត់ការវាយតម្លៃរួមមកយើងសម្រាប់ចិត្តជ្រើសរើសលោកស្រីជួយឲ្យទទួលយកគម្រោងពិព័រណ៍ប្រចាំឆ្នាំមួយនេះអរគុណអ្នកទាំងពីរដែលបានទុកចិត្តអបអរសាទរឯងឈ្នះហើយមេជាងគម្រោងលោកក៏ល្អតែគ្រាន់តែលើកនេះយើងត្រូវការច្នៃប្រឌិតថ្មីប្លែកជាងនេះសង្ឃឹមថាលើកក្រោយមានឱកាសសហការគ្នាអរគុណខ្ញុំមិនពូកែដូចនាងទេអបអរផងមេជួយឬថាយកបានគម្រោងហើយយប់នេះត្រូវតែប៉ាវហើយនឹងចាំបងឯងចេញពីពេទ្យសិនទៅស្អែកបងចេញពីពេទ្យហើយបងត្រូវតែកាប់អូនឯងមួយពេលឲ្យចាស់ដៃមកពេលជួយក្រុមហ៊ុនជាងទើបតែប្រកាសខ្សែធនហើយព័ត៌មានហេរ៉ាញ់វត្ថុថ្ងៃនេះក្រុមហ៊ុនជាងដោយសារតែជំពាក់បំណុលវ៉ាន់ទុបានដាក់ពាក្យប្តឹងសុំខ្សែធនទៅតុលាការជាផ្លូវការហើយចំណែកឯទ្រព្យសម្បត្តិទាំងអស់របស់អតីតប្រធានក្រុមហ៊ុនជាងមួយឈីងត្រូវបានបង្កប់ខ្សែធនហើយមែនទេអូនឯងមានអារម្មណ៍អាណិតគាត់អត់មកពីគាត់ធ្វើខ្លួនឯងទេតោះលីងតូចកំពុងរងចាំពួកយើងម៉ាក់ចាំកូននៅទីនេះមួយផ្លែតណាលីងតូចកូនទៅណាទុកឲ្យកូនទៅចុះអ្នកទាំងពីរមានរឿងអីលាក់បាំងអូនមែនទេភ្ញៀវទេសចរទាំងអស់សូមមេត្តាជ្រាបមានក្មេងស្រីដូចម្នាក់ចង់និយាយពាក្យពេចន៍មួយចំនួនទៅកាន់ម៉ាក់របស់គេសូមរក្សាភាពស្ងៀមស្ងាត់សួស្តីអ្នកទាំងអស់គ្នាខ្ញុំឈ្មោះជាងលីងពីមុនម៉ាក់ខ្ញុំគាត់រស់នៅមិនសូវសប្បាយចិត្តទេតែឥឡូវមានពូម៉ឹងហើយពូម៉ឹងល្អដាក់ម៉ាក់ខ្លាំងណាស់ហើយក៏ល្អដាក់ខ្ញុំដែរខ្ញុំចង់ឲ្យម៉ាក់រៀបការជាមួយពូម៉ឹងជួយឡានតើអូនព្រមឲ្យបងខ្លាចជាបងឯកសម្រាប់អូននឹងលីងបានទេធ្វើជាសង្សារបងណាព្រមទេម៉ាក់ព្រមទៅម៉ាក់ចាព្រមហើយប៉ាអូអ្នកនាងឈុយមួយរយៈនេះមានអារម្មណ៍ថាថប់ទ្រូងឬចុកសៀតដែរទេជួនកាលក៏មានដែរតែសម្រាប់បន្តិចទៅក៏បាត់វិញហើយសាច់ដុំបេះដូងអ្នកនាងខូចកាន់តែខ្លាំងហើយអាចនឹងសន្លប់គ្រប់ពេលឬអាចកាំងបេះដូងទៀតផងតើខ្ញុំអាចរស់បានយូរប៉ុណ្ណាទៀតទៅរឿងនេះពិបាកទាយឲ្យច្បាស់ណាស់តែខ្ញុំមិនណែនាំឲ្យអ្នកនាងធ្វើការធ្ងន់ទៀតទេហើយអារម្មណ៍ក៏មិនត្រូវប្រែប្រួលខ្លាំងដែរល្អបំផុតត្រូវមានអ្នកនៅកំដរយកថ្នាំសង្គ្រោះបឋមតាមខ្លួនជាប់និងមកពិនិត្យរៀងរាល់កន្លះខែម្ដងខ្ញុំមិនអាចឲ្យគាត់មកពិបាកដោយសារខ្ញុំទេខ្ញុំដឹងហើយអរគុណលោកគ្រូពេទ្យមិនក៏ណាត់បងនៅទីនេះអញ្ចឹងមិនមែនថានាំសៀវលីងទៅសារមន្ទីរវិទ្យាសាស្ត្រទេអីមានរឿងអីមែនទេអូនជីឆឹងបងយកអានេះត្រឡប់ទៅវិញទៅហេតុអីទៅអូនពេលនោះអូនយល់ព្រមហើយតើពេលនោះនៅទីលានមានមនុស្សច្រើនណាស់បើអូនមិនយល់ព្រមតើបងយកមកទៅទុកឯណាប៉ុន្តែជីឆឹងពួកយើងមិនសាក់រំនឹងគ្នាទេបងមិនជឿទេអូនកុហកបងហើយ
អូនមិនបានកុហកបងទេអូនគិតយូរហើយពួកយើងពិតជាមិនសាកទំនឹងគ្នាទេបងសាកសមនឹងអ្នកដែលល្អជាងអូនអូនទៅសិនហើយថ្ងៃក្រោយកុំសូវតាក់ទងគ្នាអីឈុយឡានតើអូនពិតជាគ្មានអារម្មណ៍ចំពោះបងសំបីបន្តិចមែនទេម៉ាក់ថ្ងៃនេះអ្នកគ្រូសាលកូនហាសមិនក៏ម៉ាក់យំអញ្ចឹងចុះពូម៉ងទៅណាហើយម៉ាក់ឯងឆ្លោះគ្នាជាមួយគាត់មែនអត់ទេកូនថ្មីនេះពូម៉ងគាត់រវល់ណាស់មិនអាចមកជួបពួកយើងទេឲ្យម៉ាក់នៅកំដរកូនបានទេសៀវលីងម៉ាក់សុំទោសណាដែលមិនអាចនៅកំដរកូនរហូតដល់ធំបានលោកគ្រូពេទ្យម៉ងមានការអីមែនទេសូមខ្ញុំមើលប្រវត្តិជំងឺរបស់ឈុយឡានបន្តិចធ្វើអញ្ចឹងខុសច្បាប់ហើយណាវាជាព័ត៌មានឯកជនដឹងខ្ញុំដឹងរឿងទាំងអស់ហើយតើនាងអាចរស់បានយូរប៉ុណ្ណាទៀតបើតាមការស្មានគឺប្រហែល1 ទៅ 2 ឆ្នាំទៀតតែការប្រែប្រួលអារម្មណ៍ឬធ្វើការហត់ពេកអាចធ្វើឲ្យជំងឺរើឡើងភ្លាមបានទើបបានជានាងដោះចិញ្ចៀនហើយនិយាយពាក្យទាំងនោះមិនក៏បងមកទីនេះអញ្ចឹងបងបានមើលប្រវត្តិជំងឺអូនរួចហើយបងដឹងថាអូនកុហកបងតើជីឆឹងអូនរស់នៅបានលែងយូរទេជីវិតបងនៅវែងឆ្ងាយណាស់មិនអាចមកខាត់បងព្រោះទាំងហត់ណាស់ក៏ទុកឲ្យបងនៅកំដរអូនដល់ថ្ងៃចុងក្រោយដែរណាហាមដោះវាចេញទៀតណារឿងជំងឺអូនកុំប្រាប់សៀវលីងឲ្យសោះណាប្រសិនបើថ្ងៃណាមួយអូនដួលឈឺភ្លាមជួយចិញ្ចឹមនាងឲ្យធំផងណាបងកុំនិយាយផ្ដេសផ្ដាសអីអូនមិនអីទេបងសន្យានឹងអូនពូម៉ងពូឯងមិនមែនប្រាប់ថាថ្ងៃក្រោយលែងមកហើយទេអីពូគ្រាន់តែនិយាយលេងជាមួយម៉ាក់ក្មួយទេថ្ងៃក្រោយពូនឹងមកជារាល់ថ្ងៃយកព្រមទេ